ជំរាបសួរខ្ញុំបាទឈ្មោះម៉ាន់សគុណគឺជាមន្ត្រីកសិកម្មឃុំស្ទឹងត្រង់ស្រុកសាឡាក្រៅខេត្តបៃលិនមានប្រជាជនប្រមាណជា16គ្រួសារដែលគាត់ដាំដុះល្ងហើយមានផ្ទៃដីប្រមាណជា46ហិកតានៅក្នុងឃុំស្ទឹងត្រង់ទិន្នផលជាមធ្យមក្នុង1ហិកតា600គីឡូហើយបរិមាណផលសរុបគឺប្រមាណជា27តោនខ្ញុំបាទឈ្មោះភឿនចន្ទធីរស់នៅភូមិកូនដំរីហើយឃុំស្ទឹងត្រង់ស្រុកសាឡាក្រៅខេត្តបៃលិនខ្ញុំដាំល្ងចំនួន3ហាត់ក្នុង1ហាត់បើជាល្អចេះប្រហែលខ្ទង់ជិត1តោនបាទវាបញ្ហាមានបញ្ហាអីទេមានឲ្យទឹកភ្លៀងដែរតែបើភ្លៀងដដែលក៏ល្អទៅដោះសូមបងប្អូនជួយគាំទ្រផលិតផលខ្មែរដែលដាំដុះដល់ដោយកសិករនៅក្នុងស្រុកបើបងប្អូនមានតម្រូវការអាចតាក់ទងមកខ្ញុំបាទម៉ាន់សុគន្ធជាមន្ត្រីកសិកម្មភូមិស្ទឹងត្រង់មានលេខទូរស័ព្ទ068 25 99 24